កូនចៅថានិយាយប្រាប់កូនចៅអំពីរឿងដាំបាយដាក់កម្មាហើយនឹងដុតជូននៅក្នុងត្រង់ស្អីកាលមុននោះគឺពីរឿងឪពុករបស់លោកយាយនោះព្រោះលោកយាយយល់សពផ្សាឡើងវិញណាចៅដូច្នេះលោកយាយដឹងថាមានសង្គ្រាមម្ដងទៀតប៉ុន្តែលោកយាយអត់ហ៊ាននិយាយទេកុំឲ្យថាទំនាយរបស់លោកយាយនិយាយទៅដូចដាក់ទំនាយហើយស្រុកអត់ទាន់សង្គ្រាមផងលោកយាយនិយាយទៅដូចជាបំផលបានជាលោកយាយនិយាយប្រាប់គាត់ថាលោកយាយដឹងសង្គ្រាមយ៉ាងម៉េចទាំងអស់ប៉ុន្តែលោកយាយអត់ហ៊ាននិយាយទេណាកូនចៅណាហើយកូនចៅដែលជាប្រពន្ធទាហានកូនរបស់ទាហានម្ដាយរបស់ទាហានណាបងប្អូនកូនចៅដែលនៅក្នុងផ្ទះជាមួយនឹងគ្នាហ្នឹងស្រីពេលយកហាមសិតសក់ណាកូនណាពេលថ្ងៃបួងសក់ឡើងបើម្ដាយរបស់លោកយាយឪពុកប្តីគាត់ចេញទៅសង្គ្រាមម្ដង3ខែកូនបានត្រឡប់មកវិញគាត់បួសសក់រហូតគាត់ដែររំសាយសក់ទេណាកូនណាពេលថ្ងៃរំសាយពេលថ្ងៃកុំរំសាយសក់ហើយពេលយប់ឡើងចាំកុំសិតសក់ណាកូនណាចាំឲ្យច្បាស់ពេលយប់កុំសិតសក់ឲ្យសោះណាកូនចៅណាតំណមឲ្យបាននេះជាការតំណមតាំងពីសម័យអង្គរមកណាកូនណាលោកយាយដឹងយូរហើយតែឥឡូវលោកយាយដល់ពេលលោកយាយត្រូវប្រាប់កូនចៅហើយណាកូនចៅត្រូវចាំឲ្យច្បាស់ថាបើសិនជាអាចណាកូនចៅណា5ថ្ងៃមួយអាទិត្យឬក៏10ថ្ងៃចាំកក់សក់ម្ដងណាកូនណាកុំកក់ជាប្រចាំឲ្យសោះណាកូនតំណមហ្នឹងគឺសម្រាប់តែគ្រួសារនៅផ្ទះជាមួយនឹងតួមេតួអានជាមួយនឹងកងទ័ពហ្នឹងណាកូនណាស្រីទាំងអស់ណាមិនមែននិយាយទៅលើបរិសុទ្ធទេណាកូនណាកូនកុំសិតសក់ឲ្យសោះកុំកក់សក់ញឹកពេកណាកូនណាកុំរំសាយសក់ផ្ដាស់ពេលថ្ងៃគឺយកល្អគឺបួងឲ្យជាប់ណាកូនណាលើកលែងតែសក់ខ្លីចេញណាកូនណាចុះពេលយប់ម៉ែពេលយប់ស្រាយធម្មតាតែហាមសិតកូនហាមសិតយល់ហើយចាហើយកក់សក់យប់ក៏កុំដែរណាកូនណាហាមណាកូនណាយាយសូមបញ្ចប់ត្រឹមហ្នឹងណាកូនណាឥឡូវមានរឿងមួយទៀតដែលសំខាន់តែកូនខ្មែរទូទាំងពិភពលោកឲ្យតែខ្មែរសាសនាអ្វីក៏ដោយណាមិនថាសាសនាពុទ្ធមិនថាសាសនាគ្រីស្ទានមិនថាសាសនាអ៊ីស្លាមទេណាកូនអាចធ្វើបានទាំងអស់គ្នាយកទង់ជ័យបោះសៀមបោះថៃហ្នឹងអាតូចយកមកសរសេរដាក់អក្សរខ្មែរយើងដាក់ថាថៃហើយខាងក្រោមសេអង់គ្លេសឲ្យធំយើងដូចគ្នាដាក់ថា Thailand ហើយកូនយកទៅកប់ដីនៅកន្លែងមួយដែលកូនអាចដើរចេញចូលបានណាកប់ដីនៅផ្ទះយើងហ្នឹងកូនណាមាត់ទ្វារម៉ែមាត់ទ្វារល្អបំផុតមានចាហើយមកយើងនាំគ្នាដើរជន់ទ្រាំកូនមិនធម្មតាណាដើរជន់ទ្រាំហើយយើងស្រែកថាថៃអាលីកុំប្រើពាក្យសៀមកូនសៀមយើងដឹងឮតែយើងទេចំណែកទូទាំងពិភពលោកអត់ដឹងទេគឺធ្វើនេះធ្វើឲ្យពិភពលោកគេដឹងណាកូនគឺថាចាបារមីពិភពលោកគេដឹងណាកូនណាធ្វើបំបាក់ស្មារតីបំបាក់បារមីកូនចាហើយនៅសុកវាចាញ់ច្រាបហ្មងចាញ់ច្រាបហ្មងពីព្រោះវាមកជ្រៀនពៀនទឹកដីយើងចាចុះបើសិនជាយើង share ទៅហើយថៃវាឃើញយើងថៃវាចេះខ្មែរវាធ្វើអញ្ចឹងដែរហើយយើងមិនខ្លាចបារមីវាដែរសំសោយតិចចុះកូនទាំងកើតទុកអត់កើតគឺថាវាធ្វើយើងកាន់តែអណ្ដែតឡើងប្រម៉ែធននេះនឹងលើកដំកើងយើងព្រោះយើងមិនបានឈ្លានពានទឹកដីវាទេគេយកទង់ជាតិយើងទៅធ្វើអញ្ចឹងដូចគ្នាតែយើងអត់អីទេណោះបើហ៊ានតែធ្វើគឺលើកយើងហ្មងកូនលើករាសីយើងចាលើករាសីយើងអណ្ដែតឲ្យវាធ្វើទៅបានកូនអត់អីទេប៉ុន្តែយើងនឹងអណ្ដែតឡើងចាមួយទៀតណាកូនយកទង់ជាតិថៃអាធំកូនយកមកទៅសេអញ្ចឹងដូចគ្នាកូនអក្សរធំដាក់ថៃអក្សរខ្មែរហើយខាងក្រោម Thailand អក្សរអង់គ្លេសចាអង់គ្លេស Thailand ណាកូនហើយសរសេរហើយយកទៅដាក់នៅនឹងកន្លែងចិត្តក្រែរបស់យើងណាចិត្តក្រែរបស់យើងហើយនាំនេះដើរទ្រាំកូនមុនចូលគេណាជន់ទ្រាំឲ្យថៃអាលីអញ្ចឹងយើងមិនមែនដាក់ទំនាយគេទេប៉ុន្តែគឺដល់ពេលមួយហើយពីព្រោះវាបានធ្វើមកលើយើងច្រើនពេកយើងអាចប្រើពាក្យនឹងបានប្រម៉ែធរណីលោកអត់ប្រកាន់យើងទេណាកូនចាហើយមួយទៀតណាកូនយើងបំបាក់បារមីវាបំបាក់ឲ្យវាខ្លោបខ្លាចយើងចឹងបានត្រូវទៅចេះអង់គ្លេសផងណាកូនណាដើម្បីឲ្យពិភពលោកស្អប់ខ្ពើមវាចាពិភពលោកមានបារមីនៅក្នុងពិភពលោកដូចតែគ្នាកូនហើយបាតជើងយើងហ្នឹងក៏សរសេរចឹងទៀតផ្សេងឈ្មោះ Thailand អញ្ចឹងដូចគ្នាអញ្ចឹងហើយដើរជន់រាល់ថ្ងៃលុបសរសេរកូនសរសេរនៅបាតជើងដើរជន់រាល់ថ្ងៃមកខាងហើយក៏សងខាងទាំងសងខាងកូនពីព្រោះជើងយើងដើរទាំងសងខាងកូនចាហើយយើងដើរយើងធ្វើអញ្ចឹងរាល់ថ្ងៃកូនណាចាអរគុណម៉ែពីមុនម៉ែដូចជា
អត់បានប្រាប់រឿងអត់ឲ្យសិតសក់យប់សិតសក់ពេលថ្ងៃបានទេម៉ែ សិតពេលថ្ងៃបាន តែគ្រាន់ថាអត់រំសាយ ចា អត់រំសាយសក់ ចាសិតតែម្ដងហ្នឹងបានហ្នឹងក៏ ចងបួងឡើង ចាចងបួងរហូតដល់យប់ អូ ប៉ុន្តែមុននឹងយប់ហ្នឹងណាមុននឹងយប់ហ្នឹងដែលយើងនៅថ្ងៃពលឺថ្ងៃឡើយណាយើងសិតទៅ ចា ហើយយើងទម្លាក់បាន ចា តែយប់ហាមណាកូនហាម និយាយរួមទៅឲ្យតែថ្ងៃលិចគឺយើងអាចតម្លាក់សក់បានហើយតែកុំឲ្យងឹតមេឃเนาะ ចាគេនេះទៀតកូនគេតំណមតាំងពីវែកបាយឡើងកូនគេ អត់ឲ្យគ្រោះអត់ឲ្យកងលើឆ្នាំង អត់ឲ្យកងលើឆ្នាំងគេដាច់ខាតទេកូន តាំងពីអង្គរសម័យអង្គរមក ជំនាន់ដើមមករហូតតគ្នាមកលោកតាទួតម៉ែអីគាត់ប្រាប់អញ្ចឹងត ឲ្យតែប្តីចេញច្បាំងគឺប្រពន្ធអត់រំសាយសក់ទេ អត់ទេ ពេលថ្ងៃ ចា ហើយពេលយប់គឺ រំសាយបាន រំសាយបានតែហាមសិត ហាមសិត ហើយ15ថ្ងៃកក់សក់ម្ដងឬក៏7ថ្ងៃឬ 10 មួយ ថ្ងៃ ឬក៏ អីទៅ 10ថ្ងៃ ចា ទៅបានកក់សក់ម្ដង បើម្ដាយម៉ែនោះតមមែនតើមិនតមលេងសើចទេ ហើយវែកអត់ឲ្យដាក់គងលើឆ្នាំងបាយ មួយទៀតម៉ែភ្លេចកូនមិនលោកយាយភ្លេចធ្វើចាប់ពីថ្ងៃសិលណាកូន អូស្អែកថ្ងៃសិលធ្វើ ចា ទៅ ចាប់ពីថ្ងៃសិលហ្នឹងទៅចាប់ផ្ដើមធ្វើកូនលើកទី1មិនមែនថាធ្វើថ្ងៃសិលតែម្ដងហ្នឹងណាគឺធ្វើបានរាល់ថ្ងៃប៉ុន្តែកាច់ក្បាលដំបូងឡើងគឺថ្ងៃសិលណាកូន ចា ធ្វើទៅកូន ចា អរមីនឹងជួយយើងជាពិសេសគឺប្រម៉ែធរនីប្រម៉ែគង្គគាណាកូន ចា ជួយលោកនឹងជួយយើង ចាអរគុណម៉ែចឹងបងប្អូនជួយ share បន្តផងណាព្រោះអីនេះគឺជាបើសិនជាបងប្អូនអត់ជឿសូមកុំប្រមាថតែនេះតាំងពីសម័យអង្គរយើងមកអ្នកដែលចេញច្បាំងគឺត្រូវតែអញ្ចឹងទាំងអស់ហើយជាពិសេសគឺតុងជាតិខ្មែរយើងនៅទូទាំងពិភពលោកអាចធ្វើបានចាជន់វាកប់វាកាយកប់វាហើយយកមកធ្វើកតូបជូតជើងយើងឡើងគេងរាល់ថ្ងៃរហូតដល់ប្រទេសលែងមានសង្គ្រាមហីម៉ែ ចាធ្វើទៅលែងមានសង្គ្រាមកូន ចា ប្រទេសយើងសន្តិភាពមែនតើ យូរទៅវាចាញ់ច្រាបរហូតហ្ម ចា ង ញ់រហូតកូនចាញ់នឹកឃើញរឿងហ្នឹងចង់តែទឹកភ្នែកតែអត់យំទេកូនព្រោះមនុស្សចាស់ដឹង ចាអរគុណម៉ែអរគុណចាជម្រាបលាអញ្ចឹងបងប្អូននេះជាសារមួយណាចាហើយម៉ែគាត់ឆ្លងកាត់សង្គ្រាមមកច្រើនហើយគាត់ដឹងចាអរគុណម៉ែចា